រាល់ថ្ងៃនេះឲ្យតែម៉ោង5កន្លះដឹងតែខ្ញុំភ្ញាក់ឲ្យបងប្អូនក្រោកឡើងរៀបចំធ្វើគ្រឿងក្រៅទឹកសុះទឹកប្រហុកអីរួចរាល់ហើយចាប់ផ្ដើមងូតទឹកអីរៀបចំខ្លួនបើមិនចឹងទេខ្លាចអត់តាន់ពេលវេលារៀបចំខ្លួននេះហើយអត់មានបានទៅណាណាបងប្អូនមានបានទៅផ្សារទៅអីទេហើយញ៉ាំបើបានមួយផ្លែឥឡូវហ្នឹងឆ្លាតបន្តិចទិញផ្លែឈើទិញអីទុកនៅផ្ទះចឹងដោយសារព្រឹកឡើងយើងអត់មានពេលទៅផ្សារញ៉ាំបានផ្លែឈើតិចតួចក៏រៀងគ្រាន់ជាងអត់ដែរចឹងបន្ទាប់ពីងូតទឹកងូតអីហើយហ្នឹងរៀបចំខ្លួនហើយចាប់ផ្ដើមមកធ្វើម្ហូបបងប្អូនចឹងធ្វើម្ហូបថ្ងៃនេះខ្ញុំប្រុងថាធ្វើទាដើមចេកបងប្អូនប៉ុន្តែធ្វើទឹកជ្រលក់វាអត់មានម្ជូរកូនម៉ែអត់អីចឹងទៅក៏ដាក់ឈ្មោះវាឆាគ្រឿងខ្ទិះវិញបងប្អូនក៏ពិតទៅដូចតែទាដើមចេកដែរទេប៉ុន្តែដោយសារតែមានទឹកជ្រលក់ម្ជូរកូនម៉ែកូនអីចឹងក៏ពិតទិញជីទិញបន្លែប្លុកអីមកបានខ្លះហើយដែរហើយណាមួយអត់មានដើមចេកអត់អីផងចឹងទៅជាឆាគ្រឿងខ្ទិះវិញទៅហើយសម្រាប់ទានេះរៀងធំដែរខ្ញុំកំងមីងក៏តាំងពីល្ងាចព្រឹកឡើងឲ្យគាត់បោចយកមកឲ្យចឹងណាយកមកដល់ខ្ញុំឲ្យចែគាត់កាប់គាត់អីឲ្យបុកគ្រឿងបុកអីឲ្យហើយខ្ញុំរៀបចំខ្លួនហ្នឹងក៏ចាប់ផ្ដើមដាក់ឆាដាក់អីទៅហើយណាមួយអត់មានខ្ទិះដូងផងបងប្អូនទិញខ្ទិះកំប៉ុងខ្ញុំអត់សូវចូលចិត្តប្រហែលទេប៉ុន្តែអត់ហើយចេះតែទិញទៅណាមួយខ្ទិះហ្នឹងឃើញលេខកូដ893ទៀតអត់សូវសប្បាយចិត្តទេបងប្អូនធ្វើម្ហូបមួយមុខនេះដោយសារតែអត់មានគ្រឿងផ្សំគ្រប់គ្រាន់ចឹងណាហើយចឹងទៅក៏ដូរឈ្មោះវិញទៅហើយណាមួយខ្ទិះលេខកូន893ហ្នឹងគឺខ្ញុំអត់សូវចង់ប្រើហ្មងទេបងប្អូនមកដូចបងប្អូនដឹងស្រាប់ហើយសាប៊ូប្រទេសហ្នឹងគាត់ធ្វើភាគច្រើនគឺសាប៊ូជាតិគីមីច្រើនចឹងទៅប្រើដោយអត់សប្បាយចិត្តណាបងប្អូនហើយបើបោះប្រទេសមួយទៀតចិត្តយើងហ្នឹងរឹតតែអត់ចង់ប្រើថែមទៀតអញ្ចឹងសុខចិត្តប្រើបោះប្រទេសទី3ប្រទេសលេខ3ហ្នឹងទៅហើយឥឡូវនេះបន្ទាប់ពីដាក់ខ្លាញ់ដាក់អីឆាគ្រឿងឆាអីឡើងឈ្ងុយខ្ញុំដាក់សាច់យើងចូលហើយកូរវាបលីងឲ្យវាស្ងួតទឹកណាបងប្អូនឲ្យអស់ទឹកប្រៃអស់អីចឹងទៅហើយថ្ងៃនេះឆានេះមានអីបងប្អូនរសជាតិឆ្ងាញ់តើប៉ុន្តែខ្ទិះហ្នឹងវារៀងធំក្អូបពេកអត់ដូចខ្ទិះដូងយើងណាបើសិនតែបានខ្ទិះដូងយើងខ្ទិះចុងខ្ទិះដើមយកមកងាស់ជាមួយគ្នារឹតតែជាតិហើយយើងប្រើខ្ទិះកំប៉ុងចេះវាមិនសូវជាឆ្ងាញ់ប្រហែលទេបងប្អូនអញ្ចឹងឥឡូវនេះបន្ទាប់ពីដាច់ទឹកប្រៃហើយខ្ញុំក៏ចាក់ជាមួយនឹងទឹកយើងចូលដើម្បីមកងាស់ទាហ្នឹងធំមកបងប្អូនខ្លាចលោស្វិតអញ្ចឹងទៅក៏ខ្ញុំមកងាស់វាឲ្យវាផុយល្អអញ្ចឹងណាយើងដាក់ជាមួយទឹកមកងាស់សិនមកខ្ញុំចាក់ខ្ទិះតាមក្រោយហើយខ្ញុំមកងាស់រៀងយូរដែរបងប្អូនប្រហែលជា1ម៉ោងជាងអីដឹងណាមួយយើងមកងាស់ហ្នឹងគឺថាពេញចិត្តនឹងភ្លើងខ្ជុំយើងមកងាស់បានផុយលឿនហើយឆ្ងាញ់ទៀតបងប្អូនបើសិនតែប្រើហ្គាសមិនដឹងអស់ហ្គាសប្រហែលទេហ្គាសឥឡូវថ្លៃផងហើយអញ្ចឹងបន្ទាប់ពីសាច់រៀងផុយគ្រាន់ហើយខ្ញុំដាក់គ្រឿងយើងចូលមានស្ករប៊ីចេងបររឌីទឹកត្រីអីចឹងណាបងប្អូនតមកកូរវាចូលជាតិល្អចឹងខ្ញុំមកងាស់វាថែមតិចទៀតដើម្បីឲ្យវាចូលជាតិជាមួយគ្រឿងសព្វល្អហើយបានខ្ញុំចាក់ខ្ទិះតាមក្រោយហើយម្ហូបបើអត់ឆ្លៀតធ្វើគឺអត់បានញ៉ាំទេឥឡូវនេះខ្ញុំធ្វើតែទឹកសុះឲ្យបងខ្ញុំទៅពេលចឹងទៅខ្ញុំមានពេលសម្រាប់ខ្លះកាលមុនធ្វើទាំងបន្លែធ្វើអីលក់ខ្លួនឯងផងដល់ពេលចឹងទៅអត់មានពេលសម្រាប់មានពេលធ្វើម្ហូបទេបងប្អូនរៀបចំបន្លែប្លុកហើយងុយទឹកហើយចេញទៅលក់បាត់អត់បានបាយទឹកអីដិតដល់ទេឥឡូវហ្នឹងរៀងគ្រាន់តិចបានញ៉ាំបាយព្រឹកបានញ៉ាំបាយថ្ងៃត្រង់ល្ងាចអីគ្រប់ពេលចឹងណា3ពេលពេញបង្ការមុនវិញ3ពេលសឹងតាមបានមួយពេលផងបងប្អូនណាមួយយើងសារៈខ្លះទៅបងប្អូនខំពេកហត់ពេកឈឺនឹងមិនបានសល់លុយទៀតយកលុយទៅឲ្យតែពេទ្យដដែលអញ្ចឹងហើយក៏សម្រេចចិត្តសម្រាកមួយរយៈសិនតែសម្រាប់ហ្នឹងក៏មិនស្រាក់យូរហ្មងដែរបងប្អូនកំពុងរៀបចំកន្លែងហើយសម្រាប់កន្លែងខ្ញុំរៀបចំក្រោយនេះធានាថាទេសភាពមកស្អាតជូនបងប្អូនតែម្ដងទេសភាពមានភ្នំឡើងទៅលើឃើញមានអាងទឹកមានអីបងប្អូនមានទឹកអាងកពីងពួយយើងនឹងដ៏ស្រស់ស្អាត